តើអ្នកធ្លាប់ជួបរឿងតូចមួយតែវាអាចបំផ្លាញសេចក្តីសុខនិងការងារអ្នកពេញមួយថ្ងៃហេតុអ្វីបានជាមនុស្សយើងងាយនឹងឲ្យអារម្មណ៍គ្រប់គ្រងនៅសកម្មភាពម្លេះតាំងពីតូចយើងតែងតែគិតថាឲ្យតែមាន IQ ឬក៏ភាពឆ្លាតវៃនៃបញ្ញាទើបធ្វើឲ្យយើងជោគជ័យប៉ុន្តែតាមការសិក្សាបានបង្ហាញថា 80% នៃភាពជោគជ័យនៅក្នុងជីវិតគឺពឹងផ្អែកទៅលើ EQ ដែលមានពាក្យពេញថា emotional intelligence ឬបញ្ញានៃអារម្មណ៍បញ្ញានៃអារម្មណ៍ដែលគេហៅថា EQ ដែលមានពាក្យពេញថា emotional intelligence តែអ្នកធ្លាប់សង្កេតទេថាមនុស្សដែលមាន EQ ខ្ពស់ភាគច្រើនតែមានជីវិតរស់នៅជោគជ័យនិងមានសុភមង្គលលោក Daniel Goleman បានពន្យល់ពីបាតុភូតមួយនៅពេលដែលយើងខឹងខ្លាំងផ្នែកតូចមួយនៃខួរក្បាលរបស់យើងនឹងគ្រប់គ្រងទាំងស្រុងដោយបិទប្រព័ន្ធគិតពិចារណារបស់លោកអ្នកនេះហើយជាមូលហេតុដែលនៅពេលដែលយើងខឹងយើងតែងតែធ្វើរឿងឬក៏និយាយស្ដីអាក្រក់មិនល្អដែលធ្វើឲ្យយើងនឹងស្ដាយក្រោយនៅពេលដែលយើងស្ងប់ចិត្តវិញតើអ្នកដឹងទេដើម្បីឲ្យមនុស្សយើងម្នាក់មាន EQ ខ្ពស់តើត្រូវធ្វើដូចម្តេចនិងត្រូវការអ្វីខ្លះខ្ញុំគិតថាប្រហែលជាមិនបានចាប់អារម្មណ៍ថារាល់ថ្ងៃយើងមានវាឬក៏អត់អញ្ចឹងដើម្បីឲ្យមាន EQ ខ្ពស់យើងត្រូវមានសមាធិចំនួន5ដូចខាងក្រោមទី1 self awareness ជាសមត្ថភាពក្នុងការដឹងនិងយល់ពីអារម្មណ៍ខ្លួនឯងវាជាជំហានដំបូងបំផុតតើតែយើងដឹងថាយើងកំពុងខឹងឬក៏កើតទុក្ខទើបយើងអាចរកដំណោះស្រាយវាបានឧទាហរណ៍ថាអ្នកមានប្រធានមួយឬក៏មេដ៏ពូកែមួយនឹងបើកចិត្តទូលាយប៉ុន្តែគាត់ខ្វះ self awareness គាត់មិនដឹងខ្លួនទេថាភាសាកាយវិការនិងសម្លេងកំហុសរបស់គាត់នឹងធ្វើឲ្យក្រុមការងារបាត់ភាពក្លាហានហើយមនុស្សខ្វះការស្គាល់ខ្លួនឯងហ្នឹងហើយតែងតែបន្ទោសទៅអ្នកដទៃជានិច្ចតើធ្វើយ៉ាងណាទើបស្គាល់ខ្លួនឯងច្បាស់វិធីទី1សរសេរកំណត់ហេតុអំពីអារម្មណ៍របស់យើងដែលយើងអាចនិយាយបានថា emotion journaling ពេលអ្នក stress ឬខឹងសូមសរសេរវាចេញមកតើអ្វីជាដើមហេតុវិធីទី2សួរអ្នកដែលនៅជុំវិញខ្លួនយើងឲ្យគេបើកចិត្តហើយឲ្យគេនិយាយត្រង់ថាតើចំណុចខ្សោយខាងអារម្មណ៍របស់អ្នកនៅត្រង់ណាបើយើងដឹងថាយើងកំពុងខឹងតើយើងត្រូវធ្វើយ៉ាងណាទៀតនោះគឺត្រូវប្រើសមាធិទី2 self regulation វាគឺជា neuron ខួរក្បាលដែលទាញទ្វារឲ្យបិទមកវិញវាមានសមត្ថភាពបត់បែននិងទប់ស្កាត់នឹងការផ្ទុះអារម្មណ៍អាវុធដ៏មុតស្រួចបំផុតនៃការគ្រប់គ្រងខ្លួនឯងគឺចន្លោះពេលនៃការផ្អាក the pause រវាងព្រឹត្តិការណ៍ដែលកើតឡើងនិងប្រតិកម្មតបរបស់អ្នកវាមានចន្លោះពេលមួយនៅក្នុងចន្លោះពេលនោះហើយគឺជាអំណាចរបស់អ្នកមុននឹងឆ្លើយតបសារក្នុងពេលខឹងសូមនៅឲ្យស្ងៀម15វិនាទីសិនអ្នកអាចប្រើរូបមន្តដកដង្ហើម4 7 8របស់លោកវិជ្ជបណ្ឌិត Andrew Weil ដើម្បីបញ្ចុះកម្ដៅខួរក្បាលការដកដង្ហើមចូល4វិនាទីទុក7វិនាទីនិងបញ្ចេញមកវិញ8វិនាទីការធ្វើបែបនេះគឺជាការបញ្ជូនសញ្ញាទៅខួរក្បាលថាយើងមានសុវត្ថិភាពទេមិនចាំបាច់ប្រកាសអាសន្នឡើយទី3 motivation សមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯងមនុស្សដែលមាន EQ ខ្ពស់តែងតែស្គាល់ពីមូលហេតុឬក៏គោលដៅច្បាស់លាស់ក្នុងជីវិតដែលធ្វើឲ្យពួកគេអាចរុញច្រានខ្លួនឯងទៅមុខជានិច្ចទោះជួបឧបសគ្គអ្វីក៏ដោយនិង EQ មិនមែនមានន័យថាត្រឹមតែកុំឲ្យឆាប់ខឹងទេវាថែមទាំងជាការដុតភ្លើងឆន្ទៈនៅខាងក្នុងទៀតផងមនុស្សមាន EQ ខ្ពស់មិនរងចាំឲ្យគេមកសរសើរទើបប្រឹងធ្វើការទេគេធ្វើដោយសារគេមានគោលដៅច្បាស់លាស់ការសិក្សាដ៏ល្បីល្បាញមួយបានបង្ហាញថាក្មេងដែលចេះអត់ធ្មត់មិនញ៉ាំស្ករគ្រាប់ដើម្បីរងចាំរង្វាន់ធំជាងនៅពេលក្រោយភាគច្រើនខ្លាចជាមនុស្សជោគជ័យ EQ គឺជាសមត្ថភាពក្នុងការលះបង់សប្បាយរីករាយរំភើបមួយឆាវដើម្បីទទួលបានផលធំក្នុងរយៈពេលវែងចូលស្វែងរកពាក្យថាហេតុអ្វីរបស់អ្នកតើអ្នកក្រោកពីគេរកព្រឹកដើម្បីអ្វីដើម្បីគ្រួសារដើម្បីសង្គមនៅពេលដែលអ្នកមានការឈឺចាប់អារម្មណ៍ស្ងៀមស្ងាត់ការចងចាំពីគោលដៅនេះហើយជួយទាញអ្នកក្រោកឈរឡើងបន្តទៀតទី4 empathy
សមត្ថភាពក្នុងការយល់អារម្មណ៍ពីអ្នកដទៃនៅពេលដែលយើងអាចគ្រប់គ្រងខ្លួនឯងបានហើយដល់ពេលដែលយើងបើកចិត្តបើកបេះដូងមើលទៅខាងក្រៅ Empathy គឺជាសមត្ថភាពជាក់ស្ដែងដាក់លើខ្លួនយើងចូលទៅក្នុងស្ថានភាពរបស់អ្នកដទៃដើម្បីយល់ដឹងពីការឈឺចាប់និងកង្វល់របស់ពួកគេឧទាហរណ៍ថាបើមិត្តរួមការងាររបស់យើងមកយឺតដោយសារមានភ្លៀងធ្លាក់តាមផ្លូវនោះមនុស្សមាន empathy និងយល់ចិត្តនិងអាណិតឯមនុស្សគ្មាន empathy អាចនឹងខឹងសម្បាទៅវិញការយល់ចិត្តដល់អ្នកដទៃធ្វើឲ្យអ្នកឬក៏មនុស្សជុំវិញខ្លួនរបស់យើងចូលចិត្តយើង empathy មានអំណាចខ្លាំងណាស់វាមិនមែនត្រឹមតែការនិយាយថាខ្ញុំអាណិតអ្នកណានោះទេតែវាបានផ្ដល់នូវក្តីសង្ឃឹមនិងប្រាប់ថាខ្ញុំនៅទីនេះជាមួយអ្នកខ្ញុំដឹកនាំដែលមាន empathy តែងតែអាចទិញបាននៅទឹកចិត្តបុគ្គលដោយមិនចាំបាច់ប្រើលុយវិធីអភិវឌ្ឍ empathy គឺការស្ដាប់មនុស្សភាគច្រើនស្ដាប់ដើម្បីតែចាំតបតមិនមែនស្ដាប់ដើម្បីយល់នោះទេសូមសាកល្បងដាក់ទូរស័ព្ទចុះហើយស្ដាប់ដោយយកចិត្តទុកដាក់និងពិតប្រាកដទី5 social skill សមត្ថភាពក្នុងការបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមវាជាលទ្ធផលនៃការរួមបញ្ចូលចំណុចទាំង4ខាងលើដែលជួយឲ្យយើងក្លាយជាមនុស្សឬក៏អ្នកដឹកនាំដ៏ល្អនិងធ្វើការងារជាក្រុមបានយ៉ាងរលូនជារួមមក EQ មិនមែនជាទេពកោសល្យពីកំណើតទេវាជាសាច់ដុំដែលអ្នកអាចវឹកហាត់បានរាល់ថ្ងៃសាកល្បងចាប់ផ្ដើមនៅថ្ងៃនេះសង្កេតមើលអារម្មណ៍របស់ខ្លួនឯងដកដង្ហើមវែងៗមុនពេលខឹងនិងស្ដាប់អ្នកដទៃឲ្យបានច្រើនភាពជោគជ័យពិតប្រាកដផ្ដើមចេញពីការឈ្នះចិត្តខ្លួនឯងតើយើងអាចបង្កើន EQ ដោយរបៀបណាចំណុចចាប់ផ្ដើមងាយៗគឺទី1សួរខ្លួនឯងនៅពេលដែលយើងមានអារម្មណ៍មិនល្អសាកសួរខ្លួនឯងថាតើខ្ញុំកំពុងខឹងមែនទេហេតុអ្វីបានជាយើងខឹងតើយើងមានអារម្មណ៍ខឹងដោយសារអ្វីទី2ទទួលស្គាល់ការពិតត្រូវតែនិយាយការពិតប្រាប់ខ្លួនឯងកុំកុហកខ្លួនឯងការទទួលស្គាល់ជាការចាប់ផ្ដើមនៃការបញ្ចេញកំហឹងចោលការរៀនពីគ្រប់គ្រងអារម្មណ៍មិនមែនជាការទន្ទិញរូបមន្តដោយគណិតវិទ្យានោះទេវាទាមទារឲ្យយើងមានការសង្កេតនិងអនុវត្តជាប្រចាំប្រសិនបើអ្នកគិតថាវីដេអូមួយនេះមានប្រយោជន៍និងជួយឲ្យអ្នកមានអារម្មណ៍ប្រសើរជាងមុនសូមជួយចុច like និង subscribe ហើយជួយចែកចម្លែកវីដេអូមួយនេះទៅកាន់មនុស្សដែលយើងស្រឡាញ់តើអ្នកគិតថាចំណុចណាមួយដែលអ្នកពិបាកជាងគេសូមប្រាប់ពួកយើងនៅក្នុងប្រអប់ comment ខាងក្រោមអរគុណសម្រាប់តាមដានជួបគ្នានៅវីដេអូក្រោយ